សេអត្តវត្តនឹងខ្លីៗយប់មិញហ្នឹងចាំមើលណាដែលឈ្មោះថាបឋិជនអាស្រ័យវត្តដាក់ហ្នឹងក្នុងសេចក្តីថាម៉េចបឋិជនអាស្រ័យវត្តដាក់បឋិជនលះបង់ជីវិតមួយថ្ងៃ24ម៉ោងមួយខែ30ថ្ងៃដើម្បីរកទ្រព្យសម្បត្តិណាហ្នឹងឯងយើងស្ដាប់បានហើយកន្លែងហ្នឹងណាលះបង់ជីវិតមួយថ្ងៃ24ម៉ោងមួយខែ30ថ្ងៃដើម្បីទ្រព្យសម្បត្តិលះបង់ទាំងសុខភាពសពគ្រប់ដើម្បីទ្រព្យសម្បត្តិដល់ពេលឈឺណាត្រូវការសុខភាពត្រូវការជីវិតរស់នៅក៏បានលះបង់នៅទ្រព្យសម្បត្តិនឹងឯងដើម្បីរក្សាអាយុជីវិតដើម្បីរក្សាសុខភាពឃើញទេគណានៅក្នុងជីវិតនឹងដែលប្រព្រឹត្តទៅជាបឋមខាងដើមហ្នឹងលះបង់សុខភាពសពគ្រប់ហើយមែនទែនដែលយើងត្រូវគិតឲ្យយល់ឲ្យដល់ហ្នឹងគឺថាជាការលះបង់អាយុជីវិតប៉ុន្តែកន្លែងហ្នឹងវាកំបាំងណាដល់បឋិជនបងប្អូនកូនចៅមើលគឺជាការលះបង់អាយុជីវិតណាគណៈជាការលះបង់អាយុជីវិត24ម៉ោងក្នុងមួយថ្ងៃហ្នឹងជាការលះបង់ណានឹងឯងចឹងអាយុជីវិតណាអស់ទៅពិតហ្នឹងណាដូចជាតកកមកដុំដាក់កដាលវាលវារលាយទៅចឹងណានឹងឯងយើងចេះតែគិតថានៅរស់យើងអត់បានឃើញអំពីសេចក្តីស្លាប់នេះគឺការបាត់បង់ជីវិតហ្នឹងគឺស្លាប់ហ្នឹងណានឹងឯងចឹងមួយខែ30ថ្ងៃហ្នឹងដើម្បីបានទ្រព្យសម្បត្តិត្រូវអស់អាយុជីវិតរាល់ថ្ងៃរាល់ខែដល់ទៅពេលយើងឈឺយើងត្រូវលះបង់ទ្រព្យសម្បត្តិហ្នឹងដើម្បីរក្សាអាយុជីវិតទីបំផុតទាំងជីវិតទាំងទ្រព្យក៏ត្រូវអស់គឺណាអាយុជីវិតក៏យើងមិនអាចធានាបានដោយសារទ្រព្យសម្បត្តិនឹងឯងទោះជាចំណាយរាប់ម៉ឺនដុល្លារដើម្បីរក្សាអាយុជីវិតអស់ទាំងទ្រព្យសម្បត្តិអស់ទាំងជីវិតអ្វីដែលនៅសល់សម្រាប់បឋិជនដែលអាស្រ័យវត្តដាក់អាហ្នឹងឯងក្នុងអត្តន័យដែលថាទីបំផុតចាំមើលសរុបមកវិញណាកាលដែលនៅពីដើមរហូតមកហ្នឹងលះបង់អាយុជីវិតមួយថ្ងៃមួយខែមួយឆ្នាំហ្នឹងដើម្បីទ្រព្យសម្បត្តិដល់ទៅពេលឈឺត្រឡប់ទៅជាលះបង់ទ្រព្យសម្បត្តិនឹងឯងដើម្បីបានអាយុជីវិតហ្នឹងហួងហែងអាយុជីវិតហ្នឹងដល់ទៅទីបំផុតទ្រព្យសម្បត្តិក៏អស់ជីវិតក៏អស់អ្វីដែលនៅសល់គឺវត្តសង្សារដែលប្រសិជ្ជៈទីពឹងអាហ្នឹងឯងដែលយើងត្រូវរកឲ្យឃើញថាបឋិជនហ្នឹងនៅសល់អីតើយើងរកឲ្យឃើញថាបឋិជននៅសល់អីអាហ្នឹងបានយើងយល់ពាក្យថាបឋិជនអាស្រ័យវត្តដាក់ក៏ណាស់អាហ្នឹងដែលយើងធ្លាប់ឮមកថាបឋិជនអាស្រ័យវត្តដាក់ហ្នឹងគឺអញ្ចឹងចឹងនៅមើលប្រើប្រាស់ជីវិតមកជីវិតដើម្បីរកទ្រព្យដល់ទៅពេលឈឺដើម្បីរក្សាអាយុជីវិតទ្រព្យនឹងមានធានាបានឯណា10000អស់20000អស់គ្រូពេទ្យថាប៉ុណ្ណាប៉ុណ្ណឹងក៏ព្រមអស់ដែរលក់ទាំងផ្ទះលក់ទាំងដីស្រែចម្ការអស់ទាំងទ្រព្យសម្បត្តិអស់ទាំងជីវិតអញ្ចឹងនៅសល់អីនៅសល់វត្តដាក់សង្សារដែលប្រសិជ្ជៈទីពឹងនេះឯងទាំងដែលឈ្មោះថាបឋិជនអាស្រ័យវត្តដាក់នោះ